ពាក្យញាតហើយនិងពាក្យសាលោហិតចឹងយើងអាចសរុបសេចក្តីជាប់តាក់ទងជាមួយនឹងពាក្យញាតនិងពាក្យសាលោហិតហ្នឹងគឺបាន3អត្ថន័យបាទអត្ថន័យទី1ពាក្យថាញាតសំដៅទៅលើខ្សែស្រឡាយផ្នែកខាងម្ដាយក្មេកនិងពុកក្មេកនឹងហៅថាញាតញាតៃតេសាសុសសុរៈបក្ខិកាពាក្យថាញាតបានដល់ខ្សែស្រឡាយផ្នែកខាងម្ដាយក្មេកនិងឪពុកក្មេកបាទនឹងអត្ថន័យទី1សាលោហិតាតេសមាណៈលោហិតាភាតិភគនិអាចយោទាំងពាក្យថាសាលោហិតបានដល់អ្នកដែលមានឈាមជ័រដែលជាខ្សែលោហិតនឹងជាមួយគ្នាអ្នកដែលជាប់សាច់ឈាមជាមួយគ្នាមានបងប្អូនប្រុសបងប្អូនស្រីជាដើមនឹងហៅថាសាលោហិតបាទចឹងនឹងអត្ថន័យទី1ចឹងអត្ថន័យទី1ហ្នឹងមានន័យថាញាតិហ្នឹងគេសំដៅទៅលើផ្នែកខាងម្ដាយក្មេកឪពុកក្មេកខ្សែស្រឡាយហ្នឹងគឺរាប់យកទាំងអស់និងផ្នែកខាងម្ដាយក្មេកឪពុកក្មេកនឹងគេហៅថាញាតិដល់ពេលសាលោហិតនឹងជាប់តាក់ទងជាមួយនឹងបងប្អូនដែលរួមសាច់ឈាមបាទរួមលោហិតណាសមាណៈលោហិតានឹងមានលោហិតនឹងដូចគ្នាស្មើគ្នាហ្នឹងចឹងជាប់សាច់ឈាមមានដូចជាបងប្អូនប្រុសបងប្អូនស្រីមេដាបិតាអញ្ចឹងពូមីងដែលជាប់សាច់ឈាមបងប្អូនគ្នាពិតប្រាកដហ្នឹងនឹងហៅថាសាលោហិតនឹងអត្ថន័យទី1របស់ពាក្យថាញាតិហើយនិងពាក្យថាសាលោហិតបាទដល់ពេលអត្ថន័យទី2បាទអត្ថន័យទី2បេតុបក្ខិកាវាញាតិបេតុបក្ខិកាវាញាតិអញ្ចឹងអ្នកដែលជាប់ខ្សែស្រឡាយផ្នែកខាងឪពុកអានឹងហៅថាញាតិបាទអញ្ចឹងញាតិហ្នឹងគេសម្ដៅទៅលើជាប់ខ្សែស្រឡាយផ្នែកខាងឪពុកនឹងបានហៅថាជាញាតិបាទមាតុបក្ខិកាសាលោហិតាអ្នកដែលជាប់ខ្សែស្រឡាយផ្នែកខាងមេដានឹងហៅថាសាលោហិតបាទអញ្ចឹងអត្ថន័យទី2នេះយើងយកបងប្អូនហើយបងប្អូននេះយើងបែងចែកបាទបើសិនថាផ្នែកខាងឪពុកខ្សែស្រឡាយបពួកសាច់ឈាមជាប់ខាងឪពុកបេតុបក្ខិកាវាញាតិបាទយ៉ាងទៀតខ្សែស្រឡាយផ្នែកខាងឪពុកហ្នឹងហៅថាញាតិមាតុបក្ខិកាសាលោហិតាខ្សែស្រឡាយផ្នែកខាងមេដាហៅថាសាលោហិតបាទនេះគឺជាអត្ថន័យទី2បាទដល់ពេលអត្ថន័យទី3បាទនឹងចូលមកដល់អត្ថន័យទី3ពាក្យនឹងមាន3អត្ថន័យមាតុបេតុបក្ខិកាវាញាតិបាទទាំងពាក្យថាញាតិមួយយ៉ាងទៀតពាក្យថាញាតិបានដល់ខ្សែស្រឡាយផ្នែកខាងម្ដាយឪពុកនឹងហៅថាញាតិបាទអត្ថន័យទី3នេះខ្សែស្រឡាយសាច់ឈាមជាប់តាក់ទងជាមួយនឹងម្ដាយឪពុកនឹងហៅថាញាតិបាទសាសុសសុរៈបក្ខិកាសាលោហិតាបាទខ្សែស្រឡាយសាច់ឈាមផ្នែកខាងម្ដាយក្មេកឪពុកក្មេកឈ្មោះថាសាលោហិតបាទអញ្ចឹងយើងសង្កេតឃើញថាអត្ថន័យទី1ហើយនិងអត្ថន័យទី3នេះផ្ទុយគ្នាបាទយើងមើលទៅអត្ថន័យទី1ញាតិសំដៅទៅលើខ្សែស្រឡាយផ្នែកខាងម្ដាយក្មេកឪពុកក្មេកនឹងបានហៅថាញាតិសាលោហិតអានឹងតតែជាប់សាច់ឈាមបងប្អូនពិតប្រាកដនឹងបានហៅថាសាលោហិតអានឹងអត្ថន័យទី1ដល់ពេលអត្ថន័យទី3នឹងផ្ទុយគ្នាបាទញាតិសំដៅទៅលើខ្សែស្រឡាយដែលជាសាច់ឈាមពិតប្រាកដផ្នែកខាងម្ដាយឪពុកអានឹងហៅថាញាតិដល់ពេលផ្នែកខាងម្ដាយក្មេកឪពុកក្មេកណាបពួកខ្សែស្រឡាយរបស់ម្ដាយក្មេកឪពុកក្មេកហ្នឹងអានឹងហៅថាសាលោហិតចឹងយើងឃើញហើយអត្ថន័យទី1ហើយនិងអត្ថន័យទី3នោះផ្ទុយគ្នាចឹងបានយើងរួមសេចក្តីមកវិញចឹងពាក្យថាញាតិហើយនិងសាលោហិតហ្នឹងអាចប្រើផ្លាស់ប្ដូរទៅវិញទៅមកទេបាទតែគ្រាន់ថាក្នុងសូត្រខ្លះពោលតែមួយអត្ថន័យអញ្ចឹងក្នុងសូត្រខ្លះពោលតែមួយអត្ថន័យទេបាទហើយនេះយើងមើលអត្ថកថាឲ្យច្រើនទៅចឹងអត្ថកថាដែលសំដែងជាប់តាក់ទងជាមួយនឹងពាក្យទាំងអស់ហ្នឹងចឹងខ្ញុំបញ្ជាក់ម្ដងទៀតថាក្នុងសូត្រខ្លះសំដែងតែមួយអត្ថន័យទេបាទតែនេះយើងមើលច្រើនអត្ថកថាអញ្ចឹងមានអត្ថកថាមជ្ឈិមនិកាយមូលបណាសកៈបាទនឹងសំដែងតែមួយអត្ថន័យទេអត្ថកថាសង្យុត្តនិកាយមហាវគ្គសោតាបតិសង្យុត្តនឹងក៏សំដែងតែមួយអត្ថន័យដែរហើយអត្ថកថាអត្ថកាតិនិបាតនៅសម្ដែងតែមួយអត្ថន័យទេដល់ពេលអត្ថកថាបដិសម្បទាមៈអានឹងបានសម្ដែង3អត្ថន័យបាទសម្ដែង3អត្ថន័យដូចដែលបានរៀបរាប់នោះពាក្យញាតិហើយនិងពាក្យសាលោហិតនឹងគឺមានដល់ទៅ3អត្ថន័យនឹងសម្ដែងនៅក្នុងអត្ថកថាគម្ពីរបដិសម្បទាមៈ
មហាវៈបាទអត្តកថាបដិសម្បទាមៈសទ្ធធម្មប្រកាសន័យបាទតែដល់ព្រះមហានាមចឹងសម្ដែងពាក្យញាតហើយនឹងសាលោហិតហ្នឹងដល់ទៅ3អត្ថន័យហើយគម្ពីរសារថទីបនីដីកាភាគ1ហ្នឹងក៏សម្ដែង3អត្ថន័យដោយអត្តកថាដែរសារថទីបនីដីកាហើយអត្តកថាតែកនិបាតនៅក្នុងសូត្រហ្នឹងសម្ដែងមួយអត្ថន័យបាទហើយដីកាតែកនិបាតនៅក្នុងនិវេសកសូត្រហ្នឹងណាដីកាប្រសូតទី5ហ្នឹងសម្ដែង3អត្ថន័យតាមអត្តកថាបដិសម្បទាមៈបាទចឹងនឹងកពីដែលសម្ដែងជាប់តាក់ទងជាមួយនឹងពាក្យថាញាតហើយនឹងពាក្យថាសាលោហិតបាទច្រើនកពីយ៉ាងយើងមើលក្នុងកពីទាំងអស់នោះទៅសរុបរួមចូលមកគឺបាន3អត្ថន័យបាទហើយដល់ពេលយើងសម្របសម្រួលសេចក្តីនឹងបញ្ចូលគ្នាពាក្យញាតនិងពាក្យសាលោហិតហ្នឹងប្រើបានផ្លាស់ប្ដូរគ្នាទៅវិញទៅមកបាទគ្រាន់តែក្នុងទីខ្លះពាក្យញាតហ្នឹងសំដៅទៅលើផ្នែកខាងម្ដាយក្មេកឪពុកក្មេកបាទតែឆ្លើយផ្នែកខាងពុកក្មេកម្ដាយក្មេកហើយពាក្យថាសាលោហិតជាប់តាក់ទងជាមួយនឹងបងប្អូនខ្លួនឯងពិតប្រាកដដែលជាប់សាច់ឈាមលោហិតគ្នាបាទហ្នឹងក្នុងសូត្រខ្លះសម្ដែងអញ្ចឹងដល់ពេលក្នុងសូត្រខ្លះពាក្យញាតហ្នឹងសំដៅទៅលើបងប្អូនខ្លួនឯងពិតប្រាកដវិញបាទដែលជាប់តាក់ទងជាមួយនឹងមេដាបិតាបកើតហ្នឹងចឹងខ្សែស្រឡាយបពួកផ្នែកខាងមេដាបិតាបកើតហ្នឹងហើយតែញាតដល់ពេលសាលោហិតទៅជាតែស្រឡាយបពួកផ្នែកខាងម្ដាយក្មេកឪពុកក្មេកវិញឃើញទេចឹងបានន័យថាពាក្យថាញាតហើយនិងពាក្យថាសាលោហិតហ្នឹងប្រើផ្លាស់ប្ដូរទៅវិញទៅមកហើយបានដូចគ្នាបាទហើយសូមបញ្ជាក់សេចក្តីនឹងម្ដងទៀតថាតែក្នុងសូត្រខ្លះសំដែងបានតែមួយអត្ថន័យទេអានេះយើងកុំឆ្លោះគ្នាក្នុងចំណុចហ្នឹងមើល5 6កាពីដូចដែលខ្ញុំរៀបរាប់ទៅអានេះយើងនឹងសម្ដែងទាស់សម្ដែងចាត់ទៅកាន់ថានេះខុសនោះត្រូវហើយគឺត្រូវទាំងអស់គ្នាទេបាទ